hãy chạy hà na hãy mà anh cô nào bà khăn cô sẵn chạy nữa này mới anh trong bằng ngày khăn con này cô bị ba khăn cô chạy bàn cầm riêng cầm hai can quạt ở hồ hợp hàng xa lừa quạt thấy ban ta cầm riêng banh qua tiêu bên ấy sổ po tới can sẵn kịch nhưng sẵn po bờ sân chỉ quạt chỉ cô nào bị ba khăn cô sẵn chạy men nhưng sẵn po ao bị ba khănជួយត្រួតពិនិត្យមើលផង បាទតើគាត់នឹងពិតមែនមែនព្រោះថាគាត់គំរាមខ្ញុំហើយខ្ញុំម្នាក់ឯងហើយបើគាត់ 4 5 នាក់ចូលមកបាទហើយផ្ទះខ្ញុំនឹងមានកាមេរ៉ាវាអត់ហ៊ានចូលទេប៉ុន្តែសំឡេងខ្ញុំចាប់បានកាមេរ៉ានឹងវាសូកសំឡេងបានហើយវាអត់ហ៊ានដែរវាហ៊ានចូលមកវាស្រែកបាយចេញបាទខ្ញុំចេញមកដល់មានរឿងចេញមកដល់វាយមកបាទហើយដល់ពេលហើយឥឡូវពេលបងពួកបងមកបាត់វាដល់បាត់វាផ្ទះចូលសងំក្នុងផ្ទះបាត់ តើចុងក្រោយនេះបងនឹងធ្វើការប្តឹងអត់ ខ្ញុំចង់ប្តឹងចង់ប្តឹងទៅលោកអភិបាលខណ្ឌពោធិ៍សែនជ័យតើលោកមានកូនប្រភេទចឹងមែនអត់បាទដើរគម្រាមគេចឹងមែនអត់ដើរទាញកាភ្លើងទាញអីគម្រាមគេចឹងមែនអត់បាទតែមិនបានទាញកាភ្លើងទេបងវាស្រែកចឹងស្រែកបាទស្រែកចឹងបាទគុំគួនខ្ញុំយូរហើយអញ្ចឹងផ្ទះជួលបងឯងនៅខាងនេះផ្ទះជួលគាត់នៅខាងនោះជាប់នាងអូបន្ទាប់មកមានរឿងរ៉ាវចម្រុងចម្រាស់ដោយរបៀបម៉េចអីឮថាម៉េចអីម៉េចអីដកអីម៉េចបងចាដំបូងខ្ញុំនិយាយឆានមួយមកតាក់ខ្ញុំហ្នឹង បាទ ដូចនេះ បាទ តើហើយអ្នកជួបន្ទប់ខាងផ្ទះគាត់ហ្នឹង បាទ ស្រែកគម្រាមខ្ញុំអីណា គម្រាមថាម៉េចបាទ ខ្ញុំថាវាថាខ្ញុំហ្នឹងថាវា ថាយកដល់ថារបៀបម៉េចថាឯងទុកចាស់ឡើយ បាទ បាត់ខ្ញុំនិយាយមួយមកធាក់ខ្ញុំមិនឆាតដែរទេ បាទ និយាយលេងសួរវាទេ បាទ តទៅពេលហើយវាក៏ទេទៅប្រាប់ម្ចាស់ផ្ទះ បាទ ថាខ្ញុំហ្នឹងវាយវាថាទុកចាស់អីចឹងដល់ពេលម្ចាស់ផ្ទះហ្នឹងទៅទេហៅគ្នាវាមក បាទ ហើយរំដោះគ្នាដូចជា2នាក់មាន e-gate ផងអីផងមាន grab ផងរត់ grab រត់ បាទ នៅក្នុងផ្ទះហ្នឹងឲ្យរបស់គ្នាចេញទៅ2នាក់ហើយអាមួយហ្នឹងវាចេញមកវាស្រើថាវាបាកូនឲ្យបាខណ្ឌ បាទហើយថាម៉េចវាកូនឲ្យបាខណ្ឌ កូនឲ្យបាខណ្ឌណាបង ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យនោះហើយទាញស្អីណាគឺគ្រូប្រាំងខ្ញុំលើគ្រូប្រាំងវាទីទៅលើខ្ញុំអត់មាន ចុះបងអានថាគាត់ វាស្រែកហ្នឹងខ្ញុំមានកាមេរ៉ា បាទថាម៉េច វាស្រែកថាវាកូនថាបាខណ្ឌហ្នឹង ចា ហើយកាមេរ៉ាខ្ញុំវាស្រូបសម្លេងបានទេបងកាមេរ៉ាវានៅនេះមួយ បាទ ហើយនេះមួយ បាទ ហើយពេលវាស្រែកហ្នឹងវាស្រែកនៅនេះ បាទ ហើយដល់ពេលខ្ញុំវាឃើញខ្ញុំតែហៅបងនេះហៅបងមកហ្នឹង បាទ វាចេញមកមុខនេះវាចេញមកមុខនេះ បាទចេញមក ហើយចេញមកហើយចេញមក ថាមានដកកំភ្លើងដកអីទៅ ចៃ បាទ និយាយថាវាហើយចេញមកហើយងាប់មកហើយកុំនៅសង្ងំក្នុងហើយចេញមកងាប់មក បាទ អូគេមិនតន់ថាដកភ្លើងបាញ់ណាគាត់គេថាចេញមកងាប់ហ្មងហ៎ បាទ អូ តែកំភ្លើងតែពេលវាចូលផ្ទះហ្នឹងវាថាវាហ្នឹងក៏អាបាខាងហើយមកបាញ់ហើយ បាទ អញ្ចឹង បាទ មកនឹងបាញ់ហ្មងណា បាទ ខ្ញុំច្បាស់ណាស់មកពីហ្នឹង បាទ មានកាមេរ៉ាដែរ បាទខ្ញុំឆាយកាមេរ៉ាហើយ តែរឿងហ្នឹងពិតប្រាកដទេណា បាទ អត់កុហកខ្ញុំទេណា តែកុហកមកអីទៅ អត់ប្រឌិតរឿងហ្នឹងកាត់ឡើងទេណា អញ្ចឹងខ្ញុំទៅប្រឌិតដើម្បីបង តែឥឡូវបើច្បាស់ថាបុគ្គលម្នាក់គឺជាម្ចាស់ផ្ទះជួលខាងនោះ ហើយវាដឹងថាកាមេរ៉ាខ្ញុំបាញ់ទៅចេះ បាទ ហើយកាមេរ៉ាបាញ់ចេះវាមិនឈរនេះ អូចូលធ្វើកាមេរ៉ា បាទឈរនេះហើយបងសារាយមកហ្នឹងវាចូលទៅក្នុងបាត់ បាទ ចូលទៅក្នុងបាត់ តែឥឡូវបើច្បាស់ថាបុគ្គលម្នាក់គឺជាម្ចាស់ផ្ទះជួលក្បែរហ្នឹងណា បាទ ច្បាស់ហ្មងណា វាមិនមែនចាស់ទេម្ចាស់ផ្ទះជួលទេអាអ្នកដែលគម្រាមខ្ញុំថាវាកូនអាបាខណ្ឌហ្នឹងណាមិនមែនចាស់ផ្ទះជួលហ្នឹងទេ មែនទេ មិនម្ចាស់ផ្ទះជួលទេ វាមិត្តភក្តិ បាទម្ចាស់ផ្ទះ បាទមិត្តភក្តិចាស់ផ្ទះ អូ តែហៅមក ចាទៅបាត់អីចឹងអាយុខ្ទង់ប្រហែល នៅក្នុងហ្នឹងមួយ ទៅបានហើយគុំមែន ខ្ញុំមើលអត់ច្បាស់ដែរបង ក្មេងក៏រៀងចាស់បង ម៉េច រៀងក្មេងហ្នឹងមក បាទកុំម៉ែ20ជាង បាទជីអីមកពេលហ្នឹង ទីម៉ូតូ ជីម៉ូតូមកអីបងចាំហ៎ ម៉ូតូដូចជាហ្នឹងឯវេស្វាហ្នឹងតែបោះចិត្ត បងប្អូនប្រិមត្តខ្ញុំតាមដានរកការផ្សាយរបស់អង្គភាព TPU ទីក្រុមនៅគណៈវេលាម៉ោង 11:50 នាទីត្រូវថ្ងៃទី 8 ខែឧសភាឆ្នាំ 2026 គឺមានរឿងរ៉ាវមួយនៅខាងសង្កាត់តកាប់ទី 2 ខណ្ឌពោធិ៍សែនជ័យរៀងពេញដោយបងប្អូនម្នាក់ហ្នឹងគឺបានបញ្ជាក់ថាគាត់បានការគម្រាមកំហែងពីអះអាងរបស់គាត់គឺថាកូនអភិបាលបងប្អូនអភិបាលខណ្ឌពោធិ៍សែនជ័យបានគម្រាមកំហែងទៅកាន់គាត់ហោភ័យហង្សាលើគាត់ហើយបានតែគម្រាមបាញ់គាត់ទេបងប្អូនឥឡូវយើងចង់ដឹងរឿងរ៉ាវការច្បាស់យើងធ្វើការសាកសួរទៅកាន់បងប្អូនអរគុណបងប្អូនមានរឿងអីបង បងមានឈ្មោះអីដែរបង ខ្ញុំឈ្មោះរដ្ឋា បងអាយុប៉ុន្មានហើយ ខ្ញុំចូលចិត្តខ្សែ ខ្សែហើយបងស្នាក់នៅណារាល់ថ្ងៃ នេះតែខ្ញុំ នៅហ្នឹងគេហៅអីគេបង ចាស់ជួសាបៃទា សាបៃទា មានរឿងរ៉ាវចម្រុងចម្រាស់ជាមួយអ្នកណាដែរបង ផ្ទះហ្នឹងគាត់ធ្វើផ្ទះជួដែរតែគាត់គុំគួនខ្ញុំយូរហើយ អញ្ចឹងផ្ទះជួលបងឯងនៅខាងនេះ ផ្ទះជួលគាត់ខាងនោះ ជាប់គ្នា អូបន្ទាប់មកមានរឿងរ៉ាវចម្រុងចម្រាស់ដោយរបៀបម៉េចហើយឮថាម៉េចអីម៉េចអីដកអីម៉េចបង ចាដំបូងខ្ញុំនិយាយឆាតមួយមកផ្ទះខ្ញុំហ្នឹងណា បាទ ដូចនៅនេះ បាទ តែហើយអ្នកជួបន្ទប់ខាងផ្ទះគាត់ហ្នឹងណា បាទ ស្រែកគម្រាមខ្ញុំអីណា គម្រាមថាម៉េច ខ្ញុំថាវាថាខ្ញុំហ្នឹងថាវា ថាយកដល់ថារបៀបម៉េច ថាឯងទុំចាំងឡើយ បាទ តែបាត់ខ្ញុំនិយាយមួយមិត្តភក្តិខ្ញុំមើលឆាតដែរទេនិយាយលេងសួរវាទេ បាទ តទៅពេលហើយវាក៏ទេទៅប្រាប់ម្ចាស់ផ្ទះ បាទ ថាខ្ញុំហ្នឹង
វៃវាថាផ្ទុកជាងអីចឹងក៏ពេលម្ចាស់ផ្ទះហ្នឹងទៅតេហៅគ្នាវាមកហើយរំដោះគ្នាដូចជា2នាក់ហើយមានE-Grab ផងអីផងមាន Grab ផងរត់ Grab រត់នៅក្នុងផ្ទះហ្នឹងហើយបោះគ្នាចេញទៅ2នាក់ហើយអាមួយហ្នឹងវាចេញមកវាស្រីថាវាបាកូនអាបាខាន់ហើយថាម៉េចវាកូនអាបាខាន់ កូនអាបាខាន់ខាន់ណាបង ខាន់ពោធិ៍សែនជ័យ ខាន់ពោធិ៍សែនជ័យនោះ ចំអី អីដល់ណាក់ហ្នឹង កាច់ទេបង ថាកូនអាបាខាន់ពោធិ៍សែនជ័យចឹងមកដល់ណាក់ហ្នឹងហើយទាញស្អីណាលឺគ្រូក្រាំងខ្ញុំលឺគ្រូក្រៅវាទីកភ្លើងខ្ញុំអត់មាន ចុះបងអាថាគាត់ វាស្រែកហ្នឹងខ្ញុំមានកាមេរ៉ា បាទថាម៉េច វាស្រែកថាវាកូនអាបាខាន់ហ្នឹង អញ្ចឹង ហើយកាមេរ៉ាខ្ញុំវាស្រូបចម្លែកបានទេបងកាមេរ៉ាវានៅនេះមួយហើយនៅនេះមួយហើយពេលវាស្រែកហ្នឹងវាស្រែកនៅនេះហើយដល់ពេលខ្ញុំវាឃើញខ្ញុំតែហៅបងនេះហៅបងមកហ្នឹងវាចេញមកមុខនេះវាចេញមកមុខនេះចេញមកហើយចេញមកហើយតែហៅណាហៅមកអញកូនអាបាខាន់ពោធិ៍សែនជ័យហ្នឹងឯងមើលអញចង់ដឹងឯងខ្លាំងប៉ុណ្ណា អូចុះកាមេរ៉ាសូមសលេងបង មាន សូមសលេងបាទកុំព្រាមថាមិនខ្លះបង គម្រាមថាឯងចេញមកបាទចុះមានដកអាស្អីគេដៃអីបងអត់ទេ អត់ទេខ្ញុំមិនចេញគេថាមានដកកំភ្លើងដកអីអត់ វានិយាយ បាទនិយាយថាម៉េច និយាយថាវាឯងចេញមកឯងងាប់មកឯងកុំនៅសង្ងំក្នុងឯងចេញមកងាប់មក បាទ អូគេមានតន់ថាដកកំភ្លើងបាញ់ណាគាត់គេថាចេញមកងាប់ហ្មងហ៎ បាទ អូ តែ កំភ្លើង តែពេលវាចូលផ្ទះហ្នឹងវាថាវាហ្នឹងក៏អាបាខានឯងមកបាញ់ហើយ បាទអញ្ចឹង បាទ មកនឹងបាញ់ហ្មងណា បាទមើងបាទ ចឹងច្បាស់ណាបងពាក្យហ្នឹង បាទមើងបាទ មានកាមេរ៉ាដែរ បាទជំរឿខ្ញុំឆាយកាមេរ៉ាឲ្យបងឯង បាទ តែរឿងហ្នឹងពិតប្រាកដទេណា បាទបងបាទ អត់កុហកខ្ញុំទេណា ទៅកុហកបងឯងទៅ អត់ប្រឌិតរឿងហ្នឹងកើតឡើងទេណា អញ្ចឹងខ្ញុំទៅប្រឌិតដើម្បីអីបង តែឥឡូវបើច្បាស់ថាបុគ្គលម្នាក់គឺជាម្ចាស់ផ្ទះជួលខាងនោះ ហើយវាដឹងថាកាមេរ៉ាខ្ញុំបាញ់ទៅចេះ បាទ ហើយកាមេរ៉ាបាញ់ចេះវាមិនឈរនេះ អូចូលនឹងកាមេរ៉ា បាទចូលនេះហើយបងសារាយមកហ្នឹងវាចូលទៅក្នុងបាត់ បាទ ចូលទៅក្នុងបាត់ តែឥឡូវបើច្បាស់ថាបុគ្គលម្នាក់គឺជាម្ចាស់ផ្ទះជួលក្បែរហ្នឹងណា បាទ ច្បាស់ហ្មងណា វាមិនមែនចាស់ទៅម្ចាស់ផ្ទះជួលទេអាអ្នកដែលគម្រាមខ្ញុំថាវាកូនអាបាខាន់ហ្នឹងណាមិនមែនចាស់ផ្ទះជួលហ្នឹងទេ មែនទេ មិនម្ចាស់ផ្ទះជួលទេ វាមិត្តភ័ក្ដិ បាទម្ចាស់ផ្ទះម្ចាស់ផ្ទះ បាទមិត្តភ័ក្ដិម្ចាស់ផ្ទះហ្នឹង អូ តែហៅមកហ្នឹង ចាទៅបានអីចឹងអាយុខ្ទង់ផែ នៅ បាន ក្នុងហ្នឹងមួយខ្ញុំមើលអត់ច្បាស់ដែរបង ក្មេងក៏រៀងចាស់បង ក្មេងទេ រៀងក្មេងទេមក បាទខ្ទង់ម៉ែ20ជាង បាទជិះអីមកពេលហ្នឹង ជិះម៉ូតូមក ជិះម៉ូតូមកអីបងចាំហ៎ ម៉ូតូដូចជាហ្នឹងអា Vespa ហ្នឹងតែបោះចិន អូចឹងអា spin តិចហ៎ spin សេះហ៎ បងរឿងហ្នឹងពិតប្រាកដទេណោះ បាទ បងហ៊ានទទួលខុសត្រូវមុខច្បាប់ទេបង បាទខ្ញុំហ៊ាន ហ៊ានណោះហ៊ានស៊ីហ៊ានសងណោះបង ព្រោះ ណោះ ខ្ញុំមានកាមេរ៉ា អូអត់ខ្លាចទេ បាទ តែកូនអាប់បានណាម៉ោងប៉ុន្មានហើយកូនអាប់បាគេកូនអាប់បារងអីគេម៉ោងប៉ុន្មានហើយគេដេកពួនការងាររបស់គេគេរៀនសូត្ររបស់គេត្រឹមត្រូវណា ខ្ញុំនិយាយខ្ញុំនិយាយយ៉ាងគាត់គម្រាម គម្រាម គំរាម យកឈ្មោះថ្នាក់ដឹកនាំយកមកគម្រាមយើង បាទអូ ហើយវាអាងខ្ញុំនៅម្នាក់ឯងហើយបើបងពួកបងឯងមិនមកខ្ញុំមិនងាប់ បាទ គ្នាវានៅក្នុងហ្នឹង 4-5 នាក់ បាទអូឥឡូវ កុំរំដោះគ្នាចេញទៅប្រហែលជា2នាក់ទេ បាទ អូចឹងបន្ទាប់ពីការគំរាមមកហើយគឺរត់ទៅចូលផ្ទះបាត់ទ្វារបាត់ហើយ បាទហ្នឹងបងនេះមកបងសារាយមកគាត់ឃើញបិទទ្វារ បាទ វាទាញទ្វារបិទ ទិញទ្វារបាត់ឥឡូវនៅក្នុងផ្ទះហ្នឹងណា បាទនៅក្នុង ឥឡូវជាការសំណូមពរបងបងមានអីសំណូមពរទៅកាន់សមាជិក ខ្ញុំសនំពោបើសិនជាគាត់ជាកូនអភិបាលខណ្ឌពោធិ៍សែនជ័យមែនខ្ញុំសនំពោឲ្យអភិបាលខណ្ឌ ជួយត្រួតពិនិត្យមើលផង បាទតើគាត់នឹងពិតមែនព្រោះថាគាត់គម្រាមខ្ញុំហើយខ្ញុំម្នាក់ឯងហើយបើគាត់ 4-5 នាក់ចូលមកហើយផ្ទះខ្ញុំនឹងមានកាមេរ៉ាវាអត់ហ៊ានចូលទេប៉ុន្តែសំឡេងខ្ញុំចាប់បានបើកាមេរ៉ាវាស្រូបសំឡេងបានហើយវាអត់ហ៊ានដែរវាហ៊ានចូលមកវាស្រែក តែបាយចេញ បាទខ្ញុំចេញមកដឹងមានរឿង ចេញមកនឹងវាយមកឯង បាទហើយដល់ពេលហើយឥឡូវពេលពួកបងមកបិទទ្វារបណ្ដោយ បាត់ទ្វារផ្ទះចូលសង្ងំក្នុងផ្ទះបាត់ បាទ តើចុងក្រោយនេះបងនឹងធ្វើការប្តឹងអត់ ខ្ញុំចង់ប្តឹង បាទ ចង់ប្តឹងទៅលោកអភិបាលខណ្ឌពោធិ៍សែនជ័យតើលោកមានកូនប្រភេទចឹងមែនអត់ បាទ ដើរគម្រាមគេចឹងមែនអត់ដើរទាញកំភ្លើងទាញអីគម្រាមគេចឹងមែនអត់ បាទតែមិនបានទីកំភ្លើងទេបង វាស្រែកចឹង ស្រែក បាទស្រែកចឹង បាទក៏ស្រែកបាញ់កំរាមបាញ់ហ្នឹងណា ខ្ញុំឆែកកាមេរ៉ាសិន បាទ ព្រោះអានៅខាងនោះល្ងឹតតែខ្ញុំឮថាខ្ញុំមិនហ៊ានចេញហ៎ បាទ បើចេញខ្ញុំនឹងរងគ្រោះ តែវាយនៅម្នាក់ឯងទេពេលហ្នឹង បាទបងបាទ ហើយគេច្រើននេះអញ្ចឹង បាទបងបាទខ្ញុំចង់ឆែកកាមេរ៉ាឲ្យ ចុះឥឡូវឧទាហរណ៍បើពួកខ្ញុំហៅប៉ូលីសមកបងនឹងកាត់ទៅកាន់ប៉ូលីសជាមួយខ្ញុំអត់ទៅកាន់ជាមួយប៉ូលីសគេអត់ទៅប្តឹងប៉ូលីសអត់ បាទ នឹងប្តឹងហ៎ បាទបងបាទ ប្តឹងពីបត់អីមើលទៅ ប្តឹងពីបតគម្រាមកំហែង កំរាមកំហែងមកណា ហើយសម្ដីដែលគាត់និយាយខ្លាំងហ្នឹងគឺកូនអភិបាលខណ្ឌពោធិ៍សែនជ័យដែរ បាទយកច្បាស់មកណា គម្រាមបាញ់ខ្ញុំទៀត បាទអូខេបាទអរគុណឥឡូវបងឆែកកាមេរ៉ាសិនចុះកម្លាំងសមាជិកនឹងលោកនឹងធ្វើតាមតេទីបន្តអរគុណណាប្រិមត្តដែលខំចំណាយពេលតាមដានទស្សនានេះក៏ជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីបងប្រុសតែប៉ុណ្ណោះ